សួស្តីអ្នកនរគ្នាឥឡូវខ្ញុំសូមណែនាំពីរបៀបផ្ញើ post នៅក្នុង page របស់យើងទៅកាន់អតិថិជនយើងប៉ុន្តែជាលក្ខណៈការលក់ទំនិញជាលក្ខណៈ e-commerce អូខេដំបូងយើង log in ចូលក្នុង account យើងសិនបន្ទាប់មកយើងចូលកន្លែង send message អូខេយើងចុចលើពាក្យ e-commerce លើប៊ូតុង e-commerce នេះចុចមកបន្ទាប់មកវានឹងបង្ហាញ post របស់យើងដែលយើងបាន post ក្នុង Facebook នៅក្នុង page របស់យើងបន្ទាប់មកយើងអាចជ្រើសរើស post ដែលយើង post ក្នុង page របស់យើងណាមួយក៏បានចុចលើវាមកអូខេបន្ទាប់មកទៀតវានឹងសូប៊ូតុងកន្លែងវានឹងសូលក្ខណៈបែបនេះវាបង្ហាញលក្ខណៈបែបនេះយើងគ្រាន់តែចុចឧបមាថាយើងចង់បដូររូបភាពនេះយើងអាចបដូរបានរូបភាពនេះបើថាយើងចង់បដូរយើងគ្រាន់តែចុចទៅលើរូបភាពនេះមកអូខេអូខេបដូរបានសម្រាប់កន្លែងនេះ title ចំណងជើងយើងអាចបដូរបានយើងអាចដាក់អ្វីដែលយើងចង់ដាក់កន្លែងនេះដំបូងវាចេញដំបូងគឺឈ្មោះ front page របស់យើងមិនដែរយើងអាចបដូរដាក់អ្វីដែលយើងចង់ដាក់ក៏បានដែរហើយកន្លែង subtitle នេះវាមកដំបូងគឺ caption នៃ post របស់យើងអាចបដូរបានហើយកន្លែងនេះវិញគឺសម្រាប់យើងបញ្ចូល link កន្លែងនេះសម្រាប់យើងបញ្ចូល link តែនៅពេលដែលយើង select post របស់យើងវានឹង generate link ឲ្យយើង automatic link ទៅកាន់ post របស់យើង automatic កន្លែងនេះវាបង្កើតឲ្យយើង automatic យើងមិនបាច់ចាំ edit ក៏បានដែរយើងមិនបាច់កែប្រែវាទេកន្លែងនេះគឺប៊ូតុងគឺជាប៊ូតុងនៅពេលដែលយើងផ្ញើទៅអតិថិជនឃើញបែបនេះសម្រាប់ឲ្យគាត់ចុចទៅ view website view post របស់យើងដែលយើងបាន post នៅក្នុង Facebook page យើងអាចដូរក៏បានឬក៏យើងទុកបែបនេះក៏បានដែរអូខេតមកទៀតយើងគ្រីសនៅអតិថិជនណាដែលយើងចង់ផ្ញើទៅយើងអាចផ្ញើមួយក៏បានច្រើនក៏បានតមកយើងចុចផ្ញើអូខេឥឡូវបានផ្ញើមកហើយនេះអូខេវាឃើញទម្រង់បែបនេះនៅទម្រង់ e-commerce នេះដែរវាមានប៊ូតុងមួយចុចតាបាយសម្រាប់អតិថិជននៅពេលដែលយើងផ្ញើទៅកាន់គាត់វាមានប៊ូតុងមួយនេះចុចតាបាយហើយខាងនេះគឺប៊ូតុង view យើងគាត់អាចទៅកាន់មើល post របស់យើងដែលយើងបាន post គាត់ចុចនេះមកអូខេវានឹងចូលកន្លែង Facebook page យើងដែលយើងបាន post ចូលមើលលើទំនិញរបស់យើងដែលយើងបាន post ហ្នឹងអូខេបើថាជាគាត់ចុចប៊ូតុង buy now ពួកយើងនឹង request យកសុំលេខទូរស័ព្ទរបស់គាត់អូខេបើសិនគាត់ផ្ញើទូរស័ព្ទមកឲ្យយើងមានថាគាត់ចង់ទិញទំនិញមួយនឹងរបស់យើងអញ្ចឹងយើងអាចទំនាក់ទំនងតាមលេខទូរស័ព្ទនឹងទៅកាន់គាត់វិញបានបាទសូមអរគុណបាទសម្រាប់ការទស្សនានៃវីដេអូបាទសូមអរគុណសូមជម្រាបលា